ជំរាបសួរក៏សួស្តីទៅកាន់មិត្តជើងយើងទាំងអស់គ្នាផងដែរថ្ងៃនេះខ្ញុំមានវីដេអូថ្មីគឺចង់ចែកម្លែកទៅកាន់មិត្តជើងយើងពីការដូរគូរសារ Oppo A3s តើគេដូរបែបណាអឺគេធ្វើបែបណាឲ្យស្អាតល្អណាអញ្ចឹងគូរសារចាស់របស់គេនេះគឺមានសភាពបាទយ៉ាប់មើលមែនតើគឺទីមួយជាប្រភេទគូរសារដែលគេផ្លាស់ប្ដូរទៅមិនមែនគូរសារស៊ីនមកវាអញ្ចឹងយើងមើលទៅគឺសភាពគឺមិនស្អាតណាអញ្ចឹងយើងព្យាយាមធ្វើឲ្យស្អាត100%ជូនភ្ញៀវទៅគឺគុណភាពតាមហ្នឹងអញ្ចឹងវីដេអូយើងគឺចែកម្លែកពីរបាទទីមួយដូរគូរសារ Oppo ប្រភេទមីក្រូបាទហើយប្រភេទមួយទៀតគឺខ្ញុំធ្វើការបង្ហាញពីការផ្លាស់ប្ដូរប្រភេទ Type C បាទអញ្ចឹងដំបូងឡើយគឺយើងធ្វើការរុំស្កុតការពារមិចទៅកុំឲ្យយើងផ្លុំទៅប្រើកម្ដៅខ្លាំងពេកវាដាច់ណាអញ្ចឹងក្នុងការផ្លុំគឺយើងប្រើកម្ដៅ360ទៅ380ចន្លោះហ្នឹងទៅ350ក៏បានដែរដោយសារសំណល់គេធ្លាប់ផ្សាអញ្ចឹងគឺយើងប្រើកម្ដៅមកល្មមទៅគឺយើងអាចលើកមកបានដែរហើយយើងផ្លុំវាយើងកុំផ្លុំបែរទៅខាងមិចទេណាយើងផ្លុំបែរមកខាងកន្លែងណាដែលអត់មានផលប៉ះពាល់អញ្ចឹងយើងផ្លុំបែបហ្នឹងគឺយើងផ្លុំភ្លាមយើងលើកមកភ្លាមមកពេលដែលសំណល់លាយណាអញ្ចឹងពេលដែលផ្លុំហើយគឺយើងធ្វើការបឺតសំណល់ដែលវានៅសល់ហ្នឹងយើងបឺតឲ្យស្អាតស្មើជើងស្អាតមកដើម្បីងាយស្រួលក្នុងការយើងតម្លាក់ទៅវិញបាទអញ្ចឹងចំពោះយើងធ្វើគឺយើងអឺធ្វើមួយមួយឲ្យស្អាតទៅបាទសុខចិត្តចំណាយពេល5នាទីឬក៏10នាទីឲ្យតែស្អាតជូនភ្ញៀវទៅគឺវាបានគុណភាពតាមហ្នឹងហើយសំខាន់យើងបានធ្វើស្អាតទៅគឺគុណភាពភ្ញៀវគាត់ប្រើបានយូរហើយយើងជឿជាក់ថាយើងធ្វើបានស្អាតហើយអញ្ចឹងណាកុំឲ្យថាធ្វើឲ្យកក្រិចអីចឹងទៅអញ្ចឹងយើងរួមចំណែកក្នុងការធ្វើឲ្យស្អាតទៅមិនថាគូតសាកមិនថាបេតុងមិនថាអីទេគឺយើងព្យាយាមធ្វើឲ្យស្អាតទៅអញ្ចឹងយើងធ្វើការបឺតវាឲ្យស្អាតបាទមិនឲ្យនៅស្រល់មិនឲ្យនៅសំណអីប្រទេបតាទេដើម្បីយើងធ្វើការតម្លាក់ទៅវាស្អាតស្រស់ស្អាតបានដូចដើមវិញណាអញ្ចឹងយើងធ្វើការយកគូតសាកថ្មីមកឡសិនមកថាពេលដែលយើងដាក់ទៅវាត្រូវជើងអត់ឬក៏ដាក់ទៅវាស្មើល្អអត់អញ្ចឹងជាការចែកម្លែកទៅកាន់មិត្តជើងយើងដែលគាត់អត់ទាន់មានបទពិសោធន៍ក្នុងការផ្លាស់ប្ដូរទេហើយខ្ញុំធ្វើមួយចែកជូនមិត្តជើងយើងគាត់ចាប់ឲ្យទាន់ណាសម្រាប់ជាងថ្មីអញ្ចឹងចំពោះមិត្តជើងដែលគាត់មានបទពិសោធន៍ច្រើនឆ្នាំគាត់ដូរឡើងឆ្អែតហើយគាត់អាចរំលងបានណាដោយសារវាជាវីដេអូនេះគឺជាវីដេអូងាយសម្រាប់ក្នុងការជួសជុលទេហើយក៏មិនប្រកាសថា100%ដែរយើងធ្វើទៅស្អាតបាន100%ដែរគ្រាន់តែថាជាការចែកម្លែកមកចំណែកតូចនៃការធ្វើបាទយើងមានតិចនិចច្រើនយើងអាចផ្សារដាក់ក៏បានយើងអាចផ្លុំដាក់ក៏បានដែរក្នុងករណីយើងខ្ជិលផ្លុំណាអញ្ចឹងបើសិនជាយើងអាចធ្វើតិចនិចមួយណាដែលលឿនហើយល្អយើងធ្វើតាមហ្នឹងទៅអញ្ចឹងវាមានតិចនិចច្រើនវាអាចផ្លុំវាអាចផ្សារអញ្ចឹងយើងអាចធ្វើតាមតិចនិចយើងផ្សេងទៅដែលគិតថាល្អណាអញ្ចឹងខ្ញុំធ្វើការផ្លុំបន្តិចដើម្បីឲ្យវាចូលជើងបាទអាខាងក្រោមហ្នឹងវាចូលជើងពាក់កណ្ដាលទៅហើយបន្តមកទៀតគឺយើងធ្វើការផ្សារវាជុំវិញហ្នឹងឲ្យវាមាំល្អបាទអញ្ចឹងយើងផ្សារជើងសិនក៏បានយើងផ្សារគៀនមុនសិនក៏បានដែរដោយសារវាអត់សំខាន់ទេអឺសំខាន់យើងផ្សារទៅបាទវាអត់សំខាន់ថាមុនក្រោយណាអញ្ចឹងយើងគ្រាន់តែផ្សារឲ្យលំនឹងល្អសិនក៏បានដែរអញ្ចឹងជើងរបស់វាគឺទីមួយយើងដាក់បានបណ្ដោះជើងហើយពេលដែលយើងដាក់ទៅវាបានចូលពាក់កណ្ដាលឬក៏មានសំណពីក្រោមមកហើយអញ្ចឹងយើងធ្វើការចាប់ផ្សារម៉ាស់បាទសងខាងហ្នឹងគឺម៉ាស់ទេអញ្ចឹងពេលដែលយើងផ្សារមាំគឺភ្ញៀវគាត់ធ្វើការរុញខ្លាំងដៃបែបណាក៏វាអត់បាក់អត់អង្គើដែរអញ្ចឹងណាអញ្ចឹងតិចនិចតិចសម្រាប់ចែកជូនមិត្តជាងយើងគឺវាមានច្រើនអញ្ចឹងមិត្តជាងយើងគាត់ចាប់មួយណាក៏គាត់អាចធ្វើតាមមួយណាដែលគាត់គិតថាល្អគាត់អាចធ្វើតាមហ្នឹងទៅហើយចឹងក្នុងការផ្សារគឺយើងដាក់សំណខ្សែក៏បានដាក់សំណបដ យសេក៏បានដែរឲ្យតែយើងមានហើយយើងផ្សារវាឲ្យឡើងតិចណាហើយកម្ដៅក្បាលមាន់យើងប្រើកម្ដៅខ្លាំងតិចទៅដើម្បីឲ្យសំណយើងឲ្យលាយស្អាតល្អអញ្ចឹងបាទករណីដែលយើងផ្សារទៅវាអត់ស្អាតអត់ជាប់ល្អគឺវាអាចរុញភ្ញៀវរុញទៅវាល្បើកជើងអីចឹងទៅអញ្ចឹងយើងត្រូវប្រើក្បាលមាន់ដែលមានកម្ដៅខ្លាំងតិចទៅ400ទៅ450ទៅអញ្ចឹងយើងមើលដែរណាអញ្ចឹងបើសិនជាសម្រាប់ពួកខ្ញុំធ្វើរាល់ថ្ងៃអីគឺយើងធ្វើលឿនទេគ្រាន់តែថាយើងចង់ធ្វើចែកជូនមិត្តជើងយើងឲ្យច្បាស់មួយបាទលម្អិតចែកជូនឲ្យទាំងអស់គ្នាណាអញ្ចឹងផ្សារដល់ពេលយើងផ្សារស្អាតគឺគុណភាពយើងតាមហ្នឹងហើយពេលដែលយើងផ្សារដោះប្ដូរហើយយើងចាក់កៅ UV ចាក់អីឲ្យភ្ញៀវវិញទៅគឺអរួមចំណែកការពារកម្ទេចដីកម្ទេចធូលីទឹកល្មមៗហើយគឺវាអត់ស្នឹមជើងដែរអញ្ចឹងពេលដែលយើងសម្អាតផ្សារស្អាតគិតថាស្អាត100%ហើយយើងធ្វើការសម្អាតទាំងលើទាំងក្រោមជូនភ្ញៀវណាកន្លែងណាយើងទើសភ្នែកគឺយើងជូតសម្អាតទៅកុំឲ្យមានសភាពដូចយកមកដំបងណាអញ្ចឹង
វីដេអូក្នុងការផ្លាស់ប្ដូរគូទសារ Oppo Vivo គឺគេធ្វើបែបហ្នឹងមិនថា Oppo មិនថា Vivo ទេគឺមូលដ្ឋានគ្រឹះគឺបែបហ្នឹងដូចគ្នាទេគ្រាន់តែថាវាខុសជើងទេអញ្ចឹងបាទសម្រាប់ពពួក Type C ពពួកអីគឺខ្ញុំដាក់ទៅទាំងអស់ហើយក្នុងហ្នឹងណាអញ្ចឹងមិនថាយើងផ្លុំឬក៏យើងផ្សារទេសំខាន់យើងtechnique ក្នុងការយើងធ្វើគឺយើងគិតថាមួយណាដែលលឿនគឺធ្វើតាមហ្នឹងទៅហើយចំពោះមិចគឺយើងហាមតែដាក់ស្រល់ទៅចូលហៀចូលមិចទៅបានហើយចំពោះកាវ UV នេះគឺយើងដាក់កាវមកល្មមទៅបើសិនជាយើងមានណាបើតែបើយើងអត់មានទេយើងមិនដាក់ក៏បានដែរគ្រាន់តែថាជាការចែកម្លែកឲ្យចំស្តង់ដារស្រស់ស្អាតសោភ័ណភាពអឺគួបផ្សំនឹងតម្លៃដែលយើងយកបានណាអញ្ចឹងយើងអាចធ្វើតាមស្តង់ដារទៅទោះមិនបានថ្លៃណាស់ណាក៏យើងអាចសមរម្យចេញពីយើងហើយគឺស្អាតបាទរួមចំណែកធ្វើស្អាតទាំងអស់គ្នាអញ្ចឹងកាវយើងចាក់អញ្ចឹងបែបនេះគឺវាចូលទឹកមុំមឬក៏វាចូលដីចូលអីគឺវាអត់ចេះល្បើកទេអញ្ចឹងបាទអញ្ចឹងវីដេអូយើងគឺចង់ចែកម្លែកទី1បាទគឺរបៀបដូរគូទសារប្រភេទមីក្រូ Oppo Vivo ហ្នឹងបាទគឺគេធ្វើបែបហ្នឹងណាអញ្ចឹងយើងអាចផ្លុំដាក់ក៏បានបាទផ្លុំដាក់ក៏បានឬក៏យើងអាចផ្សារដាក់ផ្ទាល់តែម្ដងក៏បានដែរអញ្ចឹងយើងដូចខ្ញុំនិយាយបញ្ជាក់ម្ដងហើយម្ដងទៀតថាយើងធ្វើតាមមួយណាដែរគឺធ្វើមួយហ្នឹងទៅអញ្ចឹងវីដេអូទី2គឺយើងគឺចង់បង្ហាញពីការផ្លាស់ប្ដូរប្រភេទ Type C ម្ដងអញ្ចឹងប្រភេទ Type C គឺវាមានជើងច្រើនស៊េរីខ្លះគឺមានជើងដល់ទៅ2ជាន់ស៊េរីខ្លះមានជើងខ្ពស់ជើងទាបអញ្ចឹងទៅហើយក្នុងការប្រើកម្ដៅគឺយើងប្រភេទគូទសាកគឺយើងមើលដែរណាគូទសាកវាមិនលើសដល់400ទេត្រឹម350ទៅ380ហ្នឹងគឺលើកផុយហើយសម្រាប់ម៉ាស៊ីនផ្លុំប្រភេទណាក៏ដោយអញ្ចឹងពេលដែលយើងផ្លុំយើងបាយទៅខាងកន្លែងណាដែលអត់មានមិចហើយយើងដាក់ស្រល់តិចៗទៅបានហើយកុំដាក់ខ្លាំងពេកកុំឲ្យវាហៀរចូលមិចហ្នឹងណាព្រោះអីវាច្រើនមិចពពួក Oppo អីហ្នឹងគឺវានៅជិតជាមួយគូទសាកអញ្ចឹងយើងផ្លុំបែបហ្នឹងយើងបាំងការពារកម្ដៅបែបហ្នឹងគឺ100ដើមវាអាចមានតែមួយទេដែលខូចមិចអញ្ចឹងបើសិនជាយើងបានបាំងបានអីហើយយើងធ្វើតាមសភាពរបស់យើងដែលធ្វើហើយបើវាខូចទៀតក៏យើងអស់ចិត្តដែរអញ្ចឹងពេលដែលយើងលើកហើយគឺយើងធ្វើការបឺតសម្អាតមកតែបើសម្រាប់ជាងពួកខ្ញុំធ្វើអីហ្នឹងគឺយើងមិនដែលបឺតជើងទេសម្រាប់ជាងដែលគាត់មានជំនាញហើយគឺគាត់ផ្សារយកថែមពីលើតែម្ដងអញ្ចឹងយើងធ្វើការបឺតមកបឺតជុំវិញឲ្យអស់ណាឲ្យស្ដាច់ស្អាតមកសំណុកយើងតម្លាក់ទៅវិញអញ្ចឹងពេលដែលយើងលើកស្អាតហើយយើងធ្វើការបដោះជើងកដាលរបស់វាបាទយើងដាក់កន្លែងហ្នឹងគឺយើងដាក់សំណផ្សារជាមួយនឹងសំណស្រល់ឲ្យសំណដុំបដូរអេសេយើងក៏បានដែរអញ្ចឹងកន្លែងហ្នឹងគឺយើងអាចដាក់សំណណាក៏បានដែរមានសំណខ្សែយើងដាក់សំណខ្សែទៅយើងដាក់សំណបដូរអេសេក៏បានឬកំណត់សំណខ្សែក៏បានដែរយើងដាក់បដូរឲ្យវាស្អាតកំប៉ុងតិចមកដើម្បីយើងដាក់គូទសាកទៅវាអឹបស្អាតល្អណាអញ្ចឹងក្នុងការដាក់គឺយើងដាក់ពីលើហើយយើងអាចផ្សារយកតែម្ដងក៏បានផ្លុំក៏បានដែរអញ្ចឹងបើយើងបច្ចេកទេសយើងធ្វើមួយណាគិតថាស្រួលដូចជាអាដំបូងអញ្ចឹងយើងគិតថាមួយណាស្រួលយើងធ្វើមួយហ្នឹងទៅសម្រាប់ពួកខ្ញុំបើសិនជាកន្លែងហ្នឹងវាប្រថុយនឹងមិចពេកឬក៏គិតថាផ្លុំអត់កើតទេយើងផ្សារយកតែម្ដងក៏បានដែរវាដូចតែគ្នាទេគ្រាន់តែថាវាជាការចែកម្លែកតិចតួចទៅកាន់មិត្តជាងយើងណាហើយបន្ទាប់ពីយើងធ្វើការតម្លាក់ហើយយើងធ្វើការផ្សារជើងវាមានមួយជើងហ្នឹងយើងផ្សារឲ្យជាប់គ្នាល្អឲ្យតាន់មើលទៅតាន់ស្មើណាឲ្យសំណវាស៊ីជាប់ជាមួយនឹងអាសាច់ដែលយើងបដោះណាកុំឲ្យជាប់តែខាងក្រោមអាលើវាអត់ជាប់អញ្ចឹងយើងត្រូវផ្សារបែបណាឲ្យយើងមើលទៅឃើញស្អាត100%ឲ្យវាជាប់គេថាជឿជាក់ថាជាប់ណាអញ្ចឹងជើងដែលបតាឬក៏យើងផ្សារជ្រុលទៅយើងបតាមួយជើងពីរជើងអត់សំខាន់ទេសំខាន់យើងផ្សារឲ្យតែជាប់ទៅហើយចាំយើងបឺតតាមក្រោយអញ្ចឹងបើជើងវាមានច្រើនវាអាចពេលខ្លះយើងអាចជ្រុលមួយជើងអញ្ចឹងទៅវាបតាចូលគ្នាដោយសារយើងដាក់ក្បាលមាន់ប្រទេសអញ្ចឹងទៅណាអញ្ចឹងវាអត់សំខាន់ទេយើងគ្រាន់តែថាធ្វើការបឺតមកវិញមកគឺបានហើយអញ្ចឹងពេលរបៀបយើងផ្សារគឺយើងប្រើកម្ដៅ400 450កម្ដៅខ្លាំងទៅដើម្បីសំណយើងស្រួលរលាយហើយយើងដាក់សំណបដូរអេសេក៏បានសំណខ្សែក៏បានហើយយើងធ្វើការផ្សារពីក្រោមបាទពីចំណុចដែលយើងបន្តពីក្រោមហើយនឹងលើហ្នឹងគឺឲ្យវាស្រោបគ្នាមកឲ្យវាតាន់ចូលគ្នាណាអញ្ចឹងយើងធ្វើបែបហ្នឹងគឺ100ដើមយើងមិនបាច់ចាំតេស្តទេឲ្យតែផ្សារបែបហ្នឹងហើយយើងតេស្តបញ្ចូលគឺចូលហើយបាទគឺសឹងតែ100%គឺហ៊ានធានាថាចូលដោយសារយើងបានមើលច្បាស់ហើយថាពេលដែលយើងផ្សារហ្នឹងគឺតាន់ល្អហើយចំពោះដែលភ្ញៀវធ្វើការគាត់យកទៅប្រើបើសិនជាគាត់រុញបាក់ឬក៏យើងធ្វើប៉ុណ្្នឹងហើយគាត់ថាយើងធ្វើអត់ស្អាតទៀតអាហ្នឹងយើងចាត់ទុកថាទឹកដៃយើងគឺអន់មែនតើហើយបាទអញ្ចឹងបើសិនជាយើងធ្វើល្អប៉ុណ្្នឹងហើយបាទអធិស្ឋានបើសិនជាមានសម្លេងរំខានណាបើសិនជាយើងធ្វើស្អាតល្អប៉ុណ្្នឹងហើយបាទសឹងតែ90% 100%ប៉ុណ្្នឹងហើយបើសិនជាវាខូចទៀតគឺយើងអស់ចិត្តដែរយើងធ្វើបាន
ពីអ្វីដែលយើងបានធ្វើគឺព្យាយាមស្អាតឲ្យភ្ញៀវវិញអញ្ចឹងណាអញ្ចឹងជារឿងភ្ញៀវដែលគាត់ប្រើទេពេលខ្លះយើងធ្វើស្អាតហើយក៏នៅតែមានខូចដែរហើយយើងផ្សារបែបហ្នឹងគឺស្អាតហើយយើងអឺចាក់កាវ UV ទៅបើមិនសិនជាយើងមានណាវារួមចំណែកក្នុងការតម្លៃការងារយើងដែរយើងយកភ្ញៀវបានថ្លៃគឺយើងធ្វើតាមតម្លៃដែលយើងយកភ្ញៀវណាឬក៏មិនថាថោកមិនថាថ្លៃនេះគឺយើងសំខាន់យើងធ្វើឲ្យស្អាតជូនភ្ញៀវត្រឡប់ធ្វើល្អគឺទៅណាក៏យើងនៅជាប់ដៃដែរយើងបរៀនកូនចៅឬក៏បរៀនអ្នកដទៃឃើញយើងធ្វើគឺវាស្អាតតាមហ្នឹងអញ្ចឹងបើសិនជាយើងត្រឡប់កែប្រែពីទម្លាប់អាក្រក់ទៅទម្លាប់ល្អគឺវារួមចំណែកគ្នាណាអញ្ចឹងមិនថាតម្លៃធូរឬក៏តម្លៃថ្លៃទេយើងព្យាយាមធ្វើឲ្យស្អាតទៅតម្លៃការងារយើងមួយដឹងមួយបាទអរគុណច្រើនវីដេអូយើងគឺមានតែប៉ុណ្្នឹងទេថ្ងៃហ្នឹងគឺយើងវីដេអូចែកម្លែកស្រាលប៉ុន្តែជាមូលដ្ឋានគ្រឹះក្នុងការផ្លាស់ប្ដូរគូរសាប្រភេទ Oppo ប្រភេទ Type C ដែលមិត្តជាងគាត់សំណូមពរណាអញ្ចឹងអរគុណច្រើនជំរាបលា